ជារៀងរាល់ឆ្នាំនៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គកម្ពុជាក្នុងរដូវទឹកស្រកចាប់ពីខែធ្នូដល់ខែឧសភាតែងតែមានការសាងសង់ស្ពាននិងកញ្ចក់លើទន្លេដ៏ស្រស់ស្អាតដើម្បីផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនិងរីករាយជាមួយបរិយាកាសធម្មជាតិដ៏ស្ងប់ស្ងាត់និងទទួលបានអារម្មណ៍សុខសាន្តស្ពាននិងកញ្ចក់ទាំងនេះត្រូវបានសាងសង់ឡើងដោយប្រើប្រាស់វិធីសាស្ត្រពិសេសដើម្បីធ្វើឲ្យភ្ញៀវទេសចរអាចរីករាយនិងទទួលបានបទពិសោធន៍ដ៏ពិសេសនៃទន្លេមេគង្គព្រមទាំងជាទីកន្លែងសម្រាកផងដែរការសាងសង់ស្ពាននិងកញ្ចក់ទាំងនេះគឺជាចំណែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនានិងស្វែងយល់ពីភាពស្រស់ស្អាតនិងសម្រស់ធម្មជាតិរបស់ទន្លេមេគង្គនៅទីនេះមន្ទីរទេសចរគឺចូលរួមជាគំនិតបច្ចេកទេសទៅលើការរៀបចំបាទប្លង់ទីតាំងរោងបាទដែលសង់នៅលើខ្ចុះនេះហើយនៅក្នុងនោះផងដែរមន្ទីរក៏បានបដិបដាលទៅលើការងារបាទជំនាញបដិសណ្ឋារកិច្ចភ្ញៀវដែលនៅក្នុងតំបន់រមណីយដ្ឋានទេសចររបស់យើងនេះផងដែរជាប្រចាំនៅក្នុងមួយឆ្នាំម្ដងបាទនៅក្នុងមួយឆ្នាំគឺយើងតែងតែបង្រៀននៅគេថាជំនាញបដិសណ្ឋារកិច្ចសម្រាប់ការទទួលស្វាគមន៍ភ្ញៀវទេសចរបាទហើយក្នុងនោះគឺមន្ទីរក៏បានទី1យើងបានរៀបចំការចុះឈ្មោះបាទប្រជាពលរដ្ឋចំនួន2ភូមិគឺមានភូមិក្បាលជួរហើយនិងភូមិកំពីតែសរុបចំនួនជាទូទៅចន្លោះពី400គ្រួសារជាងក្នុងរដូវកាលមួយឆ្នាំបាទចំណុចនៃការសាងសង់ទី1គឺយើងធ្វើចន្លោះចាប់ពីខែ12បាទរហូតដល់កំឡុងខែ1នៃការសាងសង់បានរួចរាល់ជាទូទៅបាទការសាងសង់គឺមាន3ដំណាក់កាលចំណុចទី1គឺយើងសាងសង់ទៅលើរោងអ្នកលក់ម្ហូបអាហារនៅផ្នែកខាងលើបាទជាចំណុចចាប់ផ្ដើមទី1បាទបន្ទាប់ពីគាត់សាងសង់ជាប់រោងលក់ម្ហូបអាហារហើយចំណុចទី2គឺយើងសង់ស្ពានបាទដែលជាផ្លូវដែលសម្រាប់ភ្ញៀវទេសចរដើរទៅអង្គុយកម្សាន្តនៅតាមចុះមួយបាទរួចពីស្ពានដែលយើងចំណាយចន្លោះរយៈពេល20ទៅ25ថ្ងៃអញ្ចឹងបានយើងអនុញ្ញាតឲ្យគាត់សាងសង់ជារោងចុះបាទអង្គុយនៅលើទឹកហ្នឹងគឺអាចចន្លោះពីកំឡុងរយៈពេល1ខែដែលចាប់ផ្ដើមសាងសង់នៅពេលដែលសង់ស្ពានរួចបាទនេះគឺជាពេលវេលាមួយដែលជារៀងរាល់ឆ្នាំយើងតែងតែធ្វើសម្រាប់ការសាងសង់កញ្ចក់នៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គមានចំនួនកញ្ចក់សរុបប្រហែល500កន្លែងដែលត្រូវបានរៀបចំសម្រាប់ភ្ញៀវអង្គុយសម្រាប់កម្សាន្តលោកប្រាក់វិកុលមន្ត្រីនៃមន្ទីរទេសចរខេត្តក្រចេះនឹងមានតួនាទីក្នុងការជួយសម្របសម្រួលរៀបចំសាងសង់នៅក្នុងរមណីយដ្ឋាននេះបានប្រាប់ថាការរៀបចំកញ្ចក់បែបនេះគឺមានគុណតម្លៃក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យទៅកម្សាន្តសប្បាយនៅទីនេះនៅតំបន់ចំណុចនេះគឺជាកន្លែងមួយសម្រាប់ភ្ញៀវដែលមានវ័យកណ្ដាលបាទដែលអាចមុជទឹកបានពីព្រោះថាចរន្តទឹកហូរនៅកន្លែងនេះគឺចរន្តទឹកហូរមធ្យមបាទមិនមែនជាកន្លែងដែលហូរខ្មួលខ្មាញ់នោះទេបាទយើងអាចថាទទួលយកបានចំពោះភ្ញៀវដែលមានអាយុចាប់ពីត្រឹម15ឆ្នាំឡើងបាទហើយនឹងវ័យចាស់បាទជាចំណុចមួយដែលសំរុំសម្រាប់វ័យចាប់ពី15ឆ្នាំបាទរហូតដល់វ័យចាស់អញ្ចឹងទេគឺចដើនេះសម្រាប់ឲ្យភ្ញៀវទេសចរដែលគាត់មានបំណងបាទមានបំណងចង់មុជទឹកគឺយើងអាចចុះតាមចដើដែលបងប្អូនប្រជាសហគមន៍គាត់ធ្វើនេះសម្រាប់ឲ្យចុះមុជទឹកលេងកម្សាន្តបាទទីជាកន្លែងមួយដ៏ល្អផងដែរបាទសម្រាប់មុជទឹកតំបន់រមណីយដ្ឋានទឹកជួរទន្លេមេគង្គកម្ពុជាជាកន្លែងដ៏សែនមនុស្សរម្យគួរជាទីពេញចិត្តសម្រាប់អ្នកទេសចរគ្រប់គ្នានៅទីនេះយើងអាចគយគន់មើលទិដ្ឋភាពដ៏ស្រស់ត្រកាលដែលមានដើមឈើដុះតូចធំផ្ដល់ម្លប់ដ៏ត្រជាក់អមដោយទឹកធ្លាក់ជាអន្លើលើបង្កើតបានជាសម្លេងឡើងដូចជាការប្រគំតន្ត្រីគួរជាទីចាប់អារម្មណ៍ស្ដាប់កម្សាន្តទាំងនេះសុទ្ធសឹងតែជាកន្លែងដែលមនុស្សគ្រប់គ្នាស្រឡាញ់និងចូលចិត្តចង់សម្រាកលំហែបែបធម្មជាតិមកលេងកាពីនេះមានអារម្មណ៍ស្រស់ស្រាយឆ្លាស់មុខឆ្លាស់មាត់ហើយទេសភាពស្អាតឃើញទេសភាពទឹកហូរស្អាតមើលទៅគួរឲ្យចង់លេងទឹកថ្លាស្អាតហើយធម្មជាតិក៏ស្អាតចង់ឲ្យបងប្អូនលេងច្រើនកូនឆ្នាំយកឲ្យបងប្អូនលេងច្រើនហើយមកហូបឆ្ងាញ់
សេវាល្អដែរ ខ្ញុំគិតថានេះជាលើកដំបូងហើយក៏ជាលើកទី1ដែរដែលខ្ញុំបានមកលេងកន្លែងនេះពិតជាមានភាពប្លែកកន្លែងផ្សេងៗដែលទឹកនេះហូរអ្វីដែលខ្ញុំមកទីនេះគឺប្លែកពិតជាអស្ចារ្យបាទបើសិនជាបងប្អូនយើងបានមកលេងទីនេះខ្ញុំគិតថាគាត់នឹងមានអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានអានេះជាធម្មជាតិពិតណាមិនមែនឆ្នៃប្រឌិតពិតជាជក់ចិត្តណាដិតអារម្មណ៍ជាមួយនឹងទេសភាពពិតកន្លែងនេះហើយបាទព្រៃឈើពិតជាសោះបំប្រង កាលមុនមកដូចជាមិនសូវមានមនុស្សច្រើនទេម្ដងនេះដូចជាច្រើនសាងកញ្ចុះអីឃើញថាស្អាតទេសភាពស្អាតល្អអីអញ្ចឹងចលអាកាសល្អបរិសុទ្ធទឹកវិញថ្លាស្អាតអាចឲ្យបងប្អូនមុជបានត្រជាក់ស្រួលអីចឹង អមជាមួយទេសភាពបែបធម្មជាតិទឹកហូរធ្លាក់កាត់ផ្ទាំងថ្មតូចធំចុះមកមិនចេះដែរយើងក៏លេចមើលតាមសងខាងផ្លូវថ្មើរជើងឃើញមានបងប្អូនអាជីវករលក់ដូរនៅទីនេះជាច្រើនរងចាំបម្រើសេវាជូនដល់ភ្ញៀវជាតិនិងអន្តរជាតិនៅទីនេះមានការលក់ដូរជាច្រើនមុខខុសៗគ្នាមានដូចជាអ្នកខ្លះមានការទទួលធ្វើម្ហូបអាហារចំណីចំណុកជាច្រើនមុខតួយ៉ាងលោកស្រីហុកលីហួងប្រកបរបរជាអ្នកធ្វើម្ហូបលក់មានឲ្យជារសឈ្ងុយឆ្ងាញ់នៅទីនេះអស់ជាច្រើនឆ្នាំមកហើយ នៅនេះមានម្ហូបត្រីស្ងោរជ្រក់បំពងចំហុយអញ្ចឹងស្រេចភ្ញៀវកំងណាកូនភ្ញៀវកំងអីយើងធ្វើនឹងមានមន់ស្រែ លោកស្រីលីច្រឹកជាអាជីវករលក់ដូរនៅរមណីយដ្ឋាននេះដែលរួមមានប្រហិតជាត្រីអាំងទឹកអំពៅជាដើមលោកស្រីគឺពិតជាសប្បាយរីករាយណាស់នៅពេលដែលមានភ្ញៀវអញ្ជើញមកទីនេះបានច្រើនមុខរបររបស់ពួកគាត់ក៏លក់ដាច់ផងដែរ ខ្ញុំលក់5ឆ្នាំអីហ្នឹងហើយទៅអីខាងលើហ្នឹងយើងខែហ្នឹងចង់ថាខែស្រែធ្វើស្រែខែហ្នឹងប្រមូលផលអីរួចចឹងទៅចុះមកលក់រមណីយដ្ឋានហ្នឹងទៅចាគាត់បានលុយអីប្រកបមុខរបរអីចឹងឲ្យកូនរៀនអីចង់ថាបើលក់ដូរដាច់ជួយបានច្រើនដែរលក់ដាច់សុបាយចិត្ត អាផ្ដាំផ្ញើភ្ញៀវឲ្យមកតំណឲ្យច្រើនចង់ថាទីរមណីយដ្ឋានហ្នឹងកន្លែងស្អាតអីចឹងទឹកស្អាតលក់អីរបស់អត់ស្អីថ្លៃអីហ្មងទេសមរម្យតម្លៃ សบายចិត្តណាកូនឲ្យតែមែនពេលភ្ញៀវមកអមភ្ញៀវច្រើនណាកូនថ្ងៃណាដូចថ្ងៃណាអញ្ចឹងឲ្យតែមានភ្ញៀវច្រើនគឺសบายចិត្តណាស់ចាបានភ្ញៀវចូលច្រើនបានទាំងម្ចាស់ស្ពានបានអ្នកលក់ទាំងអស់គ្នាគឺសบายចិត្តទាំងអស់គ្នាអញ្ចឹងណាកូន បើសិនជាមានឆ្លងកាត់មកទៅខាងស្ទឹងត្រែងឬក៏ទៅខាងរតនគិរីអីចឹងឆ្លងកាត់ជិះតាមនេះអញ្ចឹងសូមអញ្ជើញចូលមកលេងរមណីយដ្ឋានរបស់នាងខ្ញុំនៅទីនេះចាមានត្រីធម្មជាតិអ្វីដែលធម្មជាតិទាំងអស់តែម្ដងបងប្អូនទៅលេងរមណីយដ្ឋានផ្សេងៗសូមមេត្តាអញ្ជើញចូលមកលេងរមណីយដ្ឋាននេះផងដើម្បីឲ្យពួកខ្ញុំបានចំណូលបានចូលសហគមន៍ឲ្យបានច្រើនដើម្បីយើងសាងសង់អីផ្សេងអីចឹងណា មិនខុសពីបងប្អូនអាជីវករដែលលក់ដូរនៅទីនេះនោះទេលោករតនាជាអ្នកនេសាទត្រីដោយបងសំណាញ់សម្រាប់លក់ដូរនៅទីនេះផ្ទាល់ផងនិងយកទៅលក់នៅក្នុងភូមិផងលោកបានឲ្យដឹងថាបានចាប់ផ្ដើមមុខរបរនេះជាច្រើនឆ្នាំមកហើយដោយទឹកចិត្តស្រឡាញ់និងចូលចិត្តរួមជាមួយនឹងជំនាញដែលរូបលោកមានស្រាប់របរនេះបានជួយសម្រួលដល់ជីវភាពគ្រួសាររបស់លោកបានច្រើន យើងនៅទន្លេយើងរੂហ្នឹងទៅយើងបានជួយគាត់គង់មហូបក្នុងគ្រួសារខ្លះលក់ដូរបានលុយខ្លះឲ្យគ្រួសារយើងបានលុយឲ្យទិញកូនទិញនំទិញអីហូបយើងចេះរੂអញ្ចឹងទៅក៏គាត់អាចជួយដោះស្រាយមហូបអាហារយើងបានកាត់បន្ថយលុយកុំឲ្យយើងទិញគេអញ្ចឹងណាដល់ពេលអញ្ចឹងទៅបើយើងត្រូវទៅរੂហើយបើយើងបងបានមកអ្នកនេះក៏គេទិញដែរមិនមែនយើងយកទៅអ្នកភូមិនោះក៏គេទិញដែរអ្នកនៅក្បែរផ្ទះយើងហ្នឹងធ្វើមហូបឲ្យភ្ញៀវទេសចរជាតិនិងទេសចរអន្តរជាតិយើងចូលមកលេងជាការទៅភ្ញៀវគាត់ទិញជាការទៅក៏គាត់អត់ទិញដែរភ្ញៀវគាត់អ្នកមកដើរលេងទស្សនានៅកន្លែងហ្នឹងបងកាគាត់ទិញយកទៅកាសេយកទៅគេហដ្ឋានវិញ រមណីយដ្ឋានទឹកជួរទន្លេមេគង្គកម្ពុជាខេត្តប្រជែកពិតជាកន្លែងដ៏អស្ចារ្យសម្រាប់កម្សាន្តជាមួយក្រុមគ្រួសារនិងមិត្តភ័ក្តិនេះគឺជាតំបន់ធម្មជាតិស្រស់ស្អាតដែលមានការកែច្នៃតិចតួចធ្វើឲ្យអ្នកទៅដល់ទីនោះរីករាយជាមួយសម្រស់ពិតៗរបស់ធម្មជាតិការមកកម្សាន្តទីនេះពិតជាមិនខកបំណងឡើយលើកពីនេះ
អ្នកក៏អាចទទួលទានម្ហូបឆ្ងាញ់ៗជាច្រើនដូចជាត្រីធម្មជាតិបន្លែស្រស់ៗនិងមានអនាម័យព្រមទាំងតម្លៃសមរម្យនេះពិតជាឱកាសល្អសម្រាប់ការសម្រាកថ្ងៃបុណ្យឬកម្សាន្តចុងសប្តាហ៍ជាមួយមិត្តជាទីស្រឡាញ់កម្មវិធីនេះនាំមកជូនដោយគម្រោងមូលនិធិពិសេសនៃគង់ឡានឆាងតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ